សួស្តីបងប្អូនទាំងអស់គ្នាបាទណែនាំអារម្មណ៍បងប្អូនមកមើលព្រៃព្រឹក្សម្ដងមើលបាទម្ដងធ្លាប់តែនាំបងប្អូនមើលទិដ្ឋភាពទីក្រុងសបោទៅដោយឡានអាគារធំឥឡូវនេះខ្ញុំណែនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលព្រៃព្រឹក្សាសំឡេងសត្វចាបយំម្ដងបាទសំណោះបងប្អូនអើយការនៅក្មេងៗទៅមើលគោតាមព្រៃកណ្ដៀងខេត្តព្រៃស្បូវព្រៃអីចឹងបងប្អូនបាទព្រៃត្រែងចឹងណាហើយយកមានអនុស្សាវរីយ៍ខ្លះដែរមួយវែងសក់ខ្លីចឹងទៅបាទអនុស្សាវរីយ៍ច្រើនបងប្អូនបាទចឹងនេះគឺជាទិដ្ឋភាពនៅក្នុងព្រៃដែលខ្ញុំធ្លាប់មើលគោមកណាបាទអត់តបងប្អូនបាទយើងនឹកឃើញសម័យរូបភាពនេះគឺបឹងបាទបឹងនេះត្រីធំបងប្អូនអើយនេះសើព្រៃកក់ព្រៃត្រែងហ្នឹងបងប្អូនប៉ុន្តែនៅក្នុងអំឡុងឆ្នាំ2025ដល់2027គឺអភិវឌ្ឍបងប្អូនបាទឆ្នាំ2ឆ្នាំលើកឡើងនេះគឺអភិវឌ្ឍបងប្អូនបាទព្រោះថាតំបន់នេះគឺជាតំបន់នៅចិត្តប្រលានយន្តហោះថ្មីបងប្អូនបាទគេថោះថ្មីនោះមើលទៅឃើញបំអរគុណបងប្អូនទាំងគ្នាបាទសម្រាប់ការតាមដានទស្សនាវីដេអូនេះតាមបណ្ដារហូតដល់ចប់បាទសូមអរគុណច្រើន